រីករាយនឹងលទ្ធផលប្រចេះសបាយនៅអ្វីដែលយើងធ្វើបានបន្តិចបន្តួចហើយកើតចេញជាផ្លែផ្កាខ្លះៗនេះជាកម្លាំងចិត្តរបស់អ្នករស់ស៊ីព្រោះខិតខំចំណាយពេលពេញមួយថ្ងៃការលក់បានផលខ្លះប្រសើរជាងយើងអង្គុយនៅតែគិតថាមិនព្រមចាប់ផ្ដើមយើងជាអ្នករស់ស៊ីវាសំខាន់កាលណាយើងលក់បានចេញជាផ្លែផ្កាបន្តិចបន្តួចខ្លះអានេះវាជាកម្លាំងចិត្តរបស់យើងព្រោះយើងខំចំណាយពេលក្នុងមួយថ្ងៃហ្នឹងរយៈពេលប្រហែលម៉ោងថា7ម៉ោង8ម៉ោងឬក៏10ម៉ោងអញ្ចឹងបើយើងលក់បានវាប្រសើរជាងយើងអត់បានទៅលក់ហើយយើងចាប់ផ្ដើមចេញលក់ទោះបីយើងបានតិចក៏ដោយតិចតួចក៏ដោយក៏ប៉ុន្តែវាជាកម្លាំងដែលយើងខំចាប់ផ្ដើមចេញលក់ហើយយើងខំរកដោយខ្លួនឯងព្រោះអ្វីដែលយើងខំធ្វើគឺវាហុចផលឲ្យអញ្ចឹងយើងត្រូវរីករាយនៅលទ្ធផលដែលយើងបានធ្វើនៅក្នុងថ្ងៃនេះកុំគិតនៅថ្ងៃស្អែកចាំថ្ងៃស្អែកចាំយើងគិតទៀតពីព្រោះរឿងអ្វីដែលមិនទាន់ដល់យើងកុំអាគិត